ទេការបូបអនឡាញមិនសាមញ្ញដូចអ្នកគិតនោះទេស្ដាប់កុំទៅក្រុមក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះខ្ញុំនឹងរៀបចំវ៉ាទីបំផុតខ្ញុំបានរងចាំថ្ងៃនេះយយខ្ញុំអាចឃើញចៅវាយរបស់អ្នកនាពេលអនាគតខ្ញុំមិនសូវច្បាស់អំពីអំណាចចាស់នៃផ្ទះលោកតាប៉ុន្តែមានរឿងមួយលោកវែងដែលចង់បានកាន់អំណាចជាច្រើនឆ្នាំមកហើយខ្ញុំជាក្មេងស្លូតត្រង់ខ្ញុំមិនអាចជួយគាត់បានទេតើអ្នកគិតយ៉ាងណាដែរបើកម្លាំងយោធាជួបស្ថានភាពបែបនេះមែនតើយើងគួរដោះស្រាយបែបណាហើយអ្វីបានជាយើងមិនទៅជួយបរិសុទ្ធចំណាស់ទេយើងអាចខ្ចីធម្មពលពីខាងក្រៅយើងនឹងពេញចិត្តនឹងធម្មពលខាងក្រៅនៅទីបញ្ចប់ក្រៅពីនេះយើងអាចប្រើអំណាចខ្លួនឯងដើម្បីទទួលបានអំណាចនៅទីបញ្ចប់យើងនឹងអាចសម្រេចបាននៅគោលដៅខ្ពស់បំផុតដូច្នេះតើយើងគួរធ្វើយ៉ាងណាដំបូងយើងនឹងចេញផ្សាយព័ត៌មានរបស់យេស៊ូយើងនឹងសម្អាតស្ថានភាពបន្ទាប់មកយើងនឹងប្រយុទ្ធដោយកម្លាំងរបស់យើងផ្ទាល់ទេប្រសិនបើហ្វេងដេឆងដឹងថាអ្នកជាសមាជិករបស់យេស៊ូវានឹងមានគ្រោះថ្នាក់ខ្លាំងណាស់គាត់ប្រហែលជាមិនអាចចាប់ឆ្កែជាប់បានទេលើពីនេះទៀតគាត់នឹងមិនបង្ហាញខ្លួនទេតើយើងអាចចាប់គាត់ដោយរបៀបណាខ្ញុំតែងតែគិតថាយូហាក់ដូចជាបានផ្លាស់ប្ដូរប្រហែលជានាងឆ្លងកាត់ច្រើនភ្លាមនោះនាងឈួតនោះជាការល្អនាងជាអ្នកដែលនៅជាមួយខ្ញុំជាយូរមកហើយខ្ញុំនឹងដោះស្រាយរឿងនេះនិយាយអញ្ចឹងខ្ញុំត្រូវត្រឡប់ទៅក្រុមហ៊ុនវិញម្សៅខ្មៅនៅលើអ៊ីនធឺណិតកាន់តែខ្លាំងខ្ញុំត្រូវត្រឡប់ទៅវិញហើយដោះស្រាយជាមួយវាមិនចាំបាច់ទេយេសោនឹងដោះស្រាយបញ្ហានេះយើងនឹងរងចាំព័ត៌មានសួស្ដីការដឹកជញ្ជូនរបស់អ្នកខ្ញុំនឹងទៅមើលជំរាបសួរការដឹកជញ្ជូនរបស់អ្នកសូមទទួលយកវាសូមអរគុណតើមានអ្វីខុសអ្នកកំពុងហូរឈាមវាមិនគួរជាឈាមទេវាជាការកុហកនៃសម័យនេះម្សៅខ្មៅគឺគួរឲ្យខ្លាចណាស់តើយើងអាចរកអាសយដ្ឋាននៅទីនេះដោយរបៀបណានៅសម័យណាក៏ដោយវាមិនអាចទៅរួចទេក្នុងការស្នាក់នៅនិងស៊ើបអង្កេតស្វែងរកនរណាម្នាក់ដើម្បីស៊ើបអង្កេតឬផ្សេងទៀតអ្នកនឹងមានបញ្ហាខ្ញុំនឹងដោះស្រាយរឿងនេះតើអ្នកមិនបាននិយាយនោះទេរឿងនឹងដោះស្រាយបញ្ហានេះ2ថ្ងៃហើយគាត់មិនជួយអ្វីទាំងអស់តើគាត់សុខចិត្តជួយទេខ្ញុំជឿអ្នកយយអ្នកមិនច្រឡំគាត់ទេមែនទេទោះបីគាត់ជាបុរសល្បីគាត់គឺជាអ្នកដែលបានផ្ដល់ឲ្យអ្នកនៅក្នុងរង្វង់កំសាន្តកុំចាញ់បោកគាត់កុំបារម្ភទេខ្ញុំត្រូវសួរគាត់ដោយផ្ទាល់ខ្ញុំបានផ្ញើតុកតានេះទៅផ្ទះរួចហើយតើមានអ្វីដែលខ្ញុំអាចធ្វើបានអំពីវាលោកយយខ្ញុំគោរពជំហររបស់អ្នកនៅក្នុងរង្វង់ប៉ុន្តែអ្នកបានសន្យាជាមួយខ្ញុំដើម្បីជួយគាត់ដោះស្រាយជាមួយម្សៅខ្មៅ2ថ្ងៃហើយម្សៅខ្មៅត្រូវបានលុបដោយលេខរបស់យីយូហេតុអ្វីបានជាអ្នកមិនមានការលើកទឹកចិត្តតើអ្នកចងចាំអ្វីតុក្កតាដែលគាត់សរសេរនៅតែនៅលើកំពូលនៃក្បាលរបស់គាត់មិនអីទេខ្ញុំដឹងតើអ្នកមានអាកប្បកិរិយាយ៉ាងណាតើអ្នកដឹងទេថាវាគួរឲ្យរន្ធត់ដើម្បីបើកការបូកអ្នកជាអ្នកដែលខ្លាចមែនទេឈីងជីអ្នកគឺជាអ្នកដែលខ្ញុំបានរៀបចំអ្នកគួរតែដឹងថាខ្ញុំនឹងមិនធ្វើបាបគាត់ទេអ្នកនឹងមិនធ្វើបាបគាត់ទេប៉ុន្តែអ្នកមិនអាចធ្វើអ្វីបានទេយីយូនឹងត្រូវលាបត្រដាងឥឡូវនេះនាងមិនត្រូវការវាទេខ្ញុំនឹងឲ្យនាងធ្វើវា2-3ថ្ងៃក្រោយពីរឿងនេះត្រូវបានបកវិញទាំងស្រុងវានឹងបង្កគ្រោះថ្នាក់ដល់នាងប៉ុន្តែម្សៅខ្មៅត្រូវបានរកឃើញនៅផ្ទះសុវត្ថិភាពរបស់យីយូគឺពិតជាគួរឲ្យព្រួយបារម្ភកុំបារម្ភខ្ញុំនៅទីនេះគ្មាននរណាម្នាក់ហ៊ានប៉ះនាងទេយយខ្ញុំនៅទីនេះដើម្បីជួយអ្នក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 ឆេនយោពេលនេះអ្នកមិនអាចក្រោកបានទេតើអ្នកចង់ដើរលើខ្ញុំទេអ្នកក៏មិនមានតម្លៃដែរតើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅបាទចូលចាប់ផ្ដើមប្រញាប់ឡើងមើលកម្ដៅ
ពិភពលោកថ្មីកំពុងវិលពីព្រោះស្ដេចស៊ុកបានធ្វើឲ្យខ្លួនឯងល្ងងឆេនយូគឺជាតារាសម្ដែងដ៏ល្អម្នាក់មើលវីដេអូនេះតើវាមិនមែនជាមួយវាត្រូវបានបោះពុម្ពនៅលើរូបថតមិនមានអ្វីនៅក្នុងនោះទេនៅទីនេះវាម្ដងទៀតឈៀវយ៉ាវធ្វើឲ្យខ្លួនឯងល្ងងឈុតដែលថតរឿងយកដំបូងនៃស្ដេចនៃស្ថានសួគ៌ក៏ត្រូវបានលេងដោយនាវិកដូចគ្នាវាជាដំណើរការរបស់ពិភពលោកវាហាក់ដូចជាយើងត្រឡប់ទៅឆេនយូម្ដងទៀតម៉ាក់ខ្ញុំបានដឹងហើយទេពធីតាខ្ញុំពិតជាមិនមែនមនុស្សបែបនេះទេយោឈីសិពិតជាកំពុងធ្វើឲ្យខ្លួនឯងល្ងងតើមានអ្វីកើតឡើងវាច្បាស់ណាស់ថាគាត់ចង់ធ្វើឲ្យខ្លួនឯងល្ងងហើយស្ទើរតែចាក់ខ្ញុំស្លាប់វាពិបាកសម្រាប់ខ្ញុំក្នុងការទទួលបានឱកាសប៉ុន្តែខ្ញុំមិនអាចទុកវាចោលបានទេខ្ញុំមិនអាចឲ្យគាត់ចេញឆ្ងាយទេលើកនេះមើលមាននរណាម្នាក់មកខ្ញុំមិនគិតថាគាត់នឹងមកប្រយុទ្ធទេកុំបារម្ភប្រហែលជាមានចំណុចរបត់មួយសួស្តីហ្វាងឈីនយ៉ានខ្ញុំបានទៅរកអ្នកដើម្បីសម្លាប់វីបូនោះខ្ញុំសុំទោសឈេនយូបើមិនដូច្នេះទេអ្នកនឹងជួបគ្រោះថ្នាក់ចរាចរណ៍ហើយចង់សម្លាប់ភស្តុតាងរបស់ឈេនយូបន្ទាប់មកអ្នកនឹងទៅដល់ទីបញ្ចប់តើអ្នកជានរណាវាមិនសំខាន់ទេថាខ្ញុំជានរណាក្នុងរយៈពេល1នាទីប្រសិនបើខ្ញុំមិនបានលោកវាទេអ្នកនឹងបាត់បង់ជីវិតរបស់អ្នកស៊ីនយូហេតុអ្វីបានជាអ្នកតែងតែមានសំណាងដូចនេះស៊ីនយូខ្ញុំមិនអាចជឿអ្នកបានទេលោកគ្រូឈើអ្នកពិតជាមានភស្តុតាងមែនទេនោះហើយជាអ្វីដែលវែងខេញ៉ានបានធ្វើប៉ុន្តែគាត់មិនសម្ដែងទេគាត់មិនហ៊ានប៉ះខ្ញុំទេខ្ញុំបានឮថាស្ដេចនៃស្ថានសួគ៌មានដៃវែងខ្ញុំឃើញវានៅថ្ងៃនេះខ្ញុំត្រូវតែទទួលស្គាល់ថាខ្ញុំជាមនុស្សល្អខ្ញុំសង្ឃឹមថាអ្នកនឹងមិនបាត់បង់ជីវិតរបស់អ្នកបន្ទាប់ពីអ្នកត្រឡប់ទៅឆេនយូមើលវែងខេញ៉ានត្រូវបានសម្លាប់ខ្ញុំគិតថាគាត់មិនអាចចេញពីរូងភ្នំបានឡើយឆេនយូគឺអស្ចារ្យណាស់គាត់មិនអាចជួយខ្លួនឯងបានទេគាត់មិនអាចជួយខ្លួនឯងបានទេគាត់គឺជាអ្នកឈ្នះអ្នកបាននិយាយថាអ្វីបានកើតឡើងជាយូរមកហើយរំពេចនោះនាយកនិងនាយកយូសិនខេងទាំងអស់បានចេញពីរូងភ្នំតើអ្នកគិតទេមានអ្វីខុសជាមួយឆេនយូឆេនយូខ្ញុំមិនស្គាល់លេខទូរស័ព្ទរបស់អ្នកទេមកមើលលោកគ្រូជិតស្លាប់ហើយអ្វីមិនអីទេខ្ញុំនឹងទៅទីនោះឥឡូវនេះប្រញាប់ឡើងទីកំពុងមកត្រៀមខ្លួនជីតាលោកតាសុខសប្បាយទេជីតាលោកតាសុខសប្បាយទេជីតាតើអ្នកសុខសប្បាយទេខ្ញុំចាស់ហើយគ្មានប្រយោជន៍ខ្ញុំបាននិយាយថាបេះដូងរបស់ខ្ញុំអាចត្រូវបានខូចនៅពេលណាក៏បានជីតាកញ្ញាស៊ីនជំងឺរបស់គ្រូយូសិនគឺធ្ងន់ធ្ងរបន្តិចគាត់ត្រូវការនរណាម្នាក់នៅក្បែរគាត់ដើម្បីថែរក្សាគាត់យកឈឺដឹងទេខ្ញុំបានជូនដំណឹងគាត់គ្រួសាររបស់អ្នកគួរតែបារម្ភពីគាត់ជាងចងចាំរឿងនេះកុំឲ្យគាត់មានការលើកទឹកចិត្តមិនអីទេថែរក្សាគាត់មានអ្នកជំងឺផ្សេងទៀតនៅទីនោះខ្ញុំនឹងទៅមុនមិនអីទេជីតាទាមើលទៅចាស់ណាស់វាបានងាប់ពី3ថ្ងៃហើយតើអ្នកអាចផ្ដល់ដំណឹងល្អដល់ខ្ញុំបានទេតើខ្ញុំអាចនៅពេលណាមានចៅរបស់ខ្ញុំទេលោកតាអ្នកមានសំណាងល្អអ្នកអាចរស់នៅបានយូរទេខ្ញុំមិនអាចរងចាំទៀតទេគ្រាន់តែផ្ដល់ដំណឹងល្អមកខ្ញុំមើលមកអ្នកតើអ្នកនឹងរៀបការនៅពេលណារៀបការបាទតើអ្នកនឹងរៀបការនៅពេលណាខ្ញុំនិយាយជីតាអ្នកកំពុងបង្កើតឈុតម្ដងទៀតតើអ្នកចូលមកនៅពេលណាខ្ញុំចង់សួរអ្នកតើមានអ្វីខុសជាមួយអ្នកម្ដងទៀតយូស៊ីវជីតាមិនអាចជំរុញបានទេ